Mak baទាំងអស់គ្នាតែងតែបារម្ភហើយទាក់ទងជាមួយនឹងគេហៅថាជំងឺ Down syndrome តើយើងត្រូវធ្វើដូចម្តេចដើម្បីដឹងថាកូនយើងមានបញ្ហាជំងឺ Down syndrome អញ្ចឹងដើម្បីជៀសវាងពីបញ្ហាហ្នឹងចាអញ្ចឹងចំណុចទី1គឺម៉ាក់ត្រូវពិនិត្យមើលតាមរយៈការធ្វើអេកូគឺការធ្វើអេកូយើងធ្វើនៅអំឡុងពេលអាយុគាត់11សប្តាហ៍ទៅ13សប្តាហ៍6ថ្ងៃគឺជាការពិនិត្យមើលអេកូមើលទៅលើកម្រាស់កញ្ចឹងកកូនដើម្បីយើងដឹងថាតើកម្រាស់កញ្ចឹងកកូនកម្រិតណាដែលវាប្រឈមទៅនឹងមានបញ្ហាទៅលើជំងឺ Down syndrome ចាហើយបើសិនបើក្នុងករណីយើងឃើញថាវាមានករណីប្រឈមហើយឬក៏ហានិភ័យទៅលើជំងឺនឹងហើយមួយទៀតបើយើងអាចមានលទ្ធភាពយើងមើលគេហៅថាតេស្តការពិនិត្យឈាមតាមរយៈការបូមឈាមម្ដាយទៅមើលមានថា NIPT test តេស្តហ្នឹងគឺយើងអាចមើលទៅលើក្រូម៉ូសូមន័យថាក្រូម៉ូសូមគូទី21ថាតើមានបញ្ហាអីអត់ចាអញ្ចឹងបើសិនបើក្នុងករណីscreening test ដែលយើងមើលថា NIPT test ហ្នឹងគេហៅថា screening test បើសិនជា test ហ្នឹងឃើញថាមានករណីប្រឈមឬក៏ហានិភ័យនឹងដែរក៏យើងត្រូវរកមូលហេតុបន្ថែមទៀតអញ្ចឹងបើសិនជាផ្គួបផ្សំជាមួយនឹងអេកូយើងឃើញថាមានបញ្ហាន័យថាឃើញមានភាពអន់ប្រក្រតីទៅលើកម្រាស់កញ្ចឹងកកូនហើយបូកផ្សំជាមួយនឹង NIPT test ហ្នឹងឃើញថាមិនធម្មតាទៀតអញ្ចឹងបើយើងចង់ឲ្យដឹងមូលហេតុច្បាស់ប្រាកដគឺយើងត្រូវធ្វើតេស្តបន្ថែមទៀតមានន័យថាយើងធ្វើទៅលើគេហៅថាCVS មានន័យថា chorionic villus sampling មានន័យថាយើងយកកោសិកាសុកហ្នឹងទៅវិភាគបន្ថែមហើយមួយទៀតគឺគេហៅថា amniocentesis មានន័យថាការចោះទឹកភ្លោះហ្នឹងទៅធ្វើការវិភាគដែរដើម្បីឲ្យដឹងកាន់តែច្បាស់ថាវាស្ដែងចេញទៅលើភាពមិនប្រក្រតីទៅលើកូនហ្នឹងហើយអញ្ចឹងបើសិនជាក្នុងលក្ខខណ្ឌដែលយើងមើលទៅលើអេកូឃើញថាអត់មានបញ្ហាអីហើយនឹងគេហៅថា screening test ដែលយើងមើល NIPT test ហ្នឹងអត់មានបញ្ហាអីគឺអត់អីទេយើងអត់ធ្វើទៅដល់តេស្ត2ខាងក្រោមទេចា៎មន្ទីរព្យាបាលស្ត្រីនិងកុមារដំរីជាមន្ទីរពេទ្យដែលទទួលស្គាល់ស្តង់ដារជាអន្តរជាតិដោយអង្គការ AACI របស់សហរដ្ឋអាមេរិកដំបូងគេបំផុតនៅកម្ពុជា